ตาប្រិមិត្តបានជ្រាបទេនៅពេលឆាប់ខាងមុខនេះបរិបដែលមានអាយុចន្លោះពី18ដល់25ឆ្នាំនៅសហរដ្ឋអាមេរិកនឹងត្រូវចុះឈ្មោះក្នុងប្រព័ន្ធកងទ័ពដោយស្វ័យប្រវត្តិតើនេះគឺជាការកេណ្ឌទ័ពទៅធ្វើសង្គ្រាមឬយ៉ាងណាហើយតើវាមានផលប៉ះពាល់អ្វីខ្លះខ្ញុំនឹងបកស្រាយជូនក្នុងវីដេអូនេះ1តើអ្វីទៅជាការប្រែប្រួលថ្មីនៃច្បាប់ NDAA 2026យោងតាមវិសោធកម្មថ្មីនៃច្បាប់ការពារជាតិ NDAA 2026រដ្ឋាភិបាលអាមេរិកបានសម្រេចផ្លាស់ប្តូរប្រព័ន្ធ Celestial Service ពីមុនយុវជនគ្រប់រូបត្រូវបំពេញបែបបទចុះឈ្មោះដោយខ្លួនឯងឥឡូវនេះប្រព័ន្ធចុះឈ្មោះជូនដោយស្វ័យប្រវត្តិតាមរយៈការដកស្រង់ទិន្នន័យពីប័ណ្ណបើកបរឬលេខសន្តិសុខសង្គម Social Security 2ការចុះឈ្មោះនេះគឺជាការកេណ្ឌទ័ពមែនដែរឬទេចំណុចនេះបងប្អូនត្រូវយល់ឲ្យច្បាស់ការចុះឈ្មោះមិនមែនមានន័យថាត្រូវគេហៅទៅធ្វើទាហានភ្លាមនោះទេសហរដ្ឋអាមេរិកនៅតែបន្តប្រើប្រាស់ប្រព័ន្ធស្ម័គ្រចិត្ត Volunteer Force ដដែលការចុះឈ្មោះនេះគឺគ្រាន់តែជាការកត់ត្រាឈ្មោះទុកក្នុងប្រព័ន្ធទិន្នន័យត្រៀមលក្ខណៈតែប៉ុណ្ណោះការកេណ្ឌទ័ពពិតប្រាកដគឺកើតឡើងលុះត្រាតែមានអាសន្នថ្នាក់ជាតិហើយត្រូវមានការអនុម័តយល់ព្រមពីសភាអាមេរិកជាមុនសិន3ហេតុអ្វីបានជាគេបដូរមកពីប្រព័ន្ធស្វ័យប្រវត្តិគោលបំណងធំបំផុតគឺដើម្បីសម្រួលដល់យុវជនកន្លងមកមានយុវជនជាច្រើនភ្លេចចុះឈ្មោះដែលធ្វើឲ្យពួកគេបាត់បង់សិទ្ធិទទួលបានអត្ថប្រយោជន៍ពីរដ្ឋដូចជាកម្ចីសិក្សាការបណ្ដុះបណ្ដាលវិជ្ជាជីវៈឬសិទ្ធិដាក់ពាក្យធ្វើការងាររដ្ឋជាដើមដូចនេះការចុះឈ្មោះស្វ័យប្រវត្តិគឺជួយធានាថាគ្មាននរណាម្នាក់ត្រូវបាត់បង់ឱកាសទាំងនេះដោយអចេតនានោះឡើយសរុបមកនេះគឺជាការកែតម្រង់ផ្នែករដ្ឋបាលដើម្បីឲ្យទិន្នន័យកាន់តែមានប្រសិទ្ធភាពនិងការពារផលប្រយោជន៍យុវជនអាមេរិកចុះបងប្អូនយល់យ៉ាងណាដែរចំពោះការផ្លាស់ប្ដូរថ្មីនេះអាចបញ្ចេញមតិនៅខាងក្រោមបានសូមអរគុណសម្រាប់ការតាមដានកុំភ្លេចចុចចូល page របស់នាងខ្ញុំដើម្បីទទួលបានព័ត៌មានថ្មីៗជុំវិញពិភពលោកជួបគ្នានៅវីដេអូក្រោយ